ngày nay cứ nhom nằng mau prapអំពី comment សំខាន់ចំនួន5នៅក្នុង server Master Ego អញ្ចឹងបើសិនជាអ្នកគ្នាអត់ដឹងទេអាចចូលមកមើលវីដេអូនេះបានគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាឲ្យបានដឹងហើយបើសិនជាអ្នកដឹងហើយមិនបាច់មើលក៏បានដែរប៉ុន្តែបើសិនជាចង់មើលទៀតក៏អត់អីដែរតោះអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងចូលមកដល់ comment ដំបូងគេគឺជា first comment អញ្ចឹង comment នេះគឺ /spawn អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នានៅខាងក្រៅនៅ world ខាងក្រៅអញ្ចឹងទៅហើយអ្នកទាំងគ្នាចង់ទៅ spawn ដើម្បីជួបជុំមិត្តភ័ក្តិឬមួយក៏ជួបជុំគ្នាអញ្ចឹងទៅអ្នកគ្នាធ្វើម៉េចអញ្ចឹងវាយតាមខ្ញុំគឺ /spawn SPAWN ហើយបន្ទាប់មកយើងចុច enter ប៉ក់ទៅយើងចាំវា5 second អញ្ចឹងវាបញ្ជូនយើងមកដល់ spawn ហើយអញ្ចឹងអ្នកគ្នាអាចមើលបានគឺ spawn Master Ego អញ្ចឹងឥឡូវយើងចូលមកដល់ comment ទី2គឺ /sell GUI អញ្ចឹងកន្លែងនេះផងដែរគឺជាកន្លែងយើងលក់របស់ដើម្បីយកលុយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមាន pumpkin 14ហើយមានmelon ចំនួនប៉ុណ្ណេះអញ្ចឹងទៅហើយខ្ញុំចង់លក់ដើម្បីយកលុយយកទៅទិញអីផ្សេងអញ្ចឹងអ្នកគ្នាគ្រាន់តែវាយតាមខ្ញុំមក /sell GUI ហើយបន្តមកអ្នកគ្នាចុច enter ប៉ក់ទៅហើយពេលវាចេញចេះអ្នកគ្នាដាក់ pumpkin ដាក់ល្ពៅច្រឡំដាក់អាឡឹកចូលទៅហើយបើសិនជាយើងមានអំពៅបើយើងមានអាស្ទៃទៀតដាក់ចូលទៅហើយបន្តមកយើងចុចចេញមកវិញមកអញ្ចឹងយើងបានលុយរបស់យើងហើយអញ្ចឹងនេះគឺជាលុយដែលខ្ញុំបានទទួលបានពីការលក់មិញហ្នឹងឥឡូវបន្តមកយើងចូលមកដល់ comment ទី3ដែលជា comment /shop អញ្ចឹងកន្លែង /shop នេះផងដែរគឺយើងអាច/ទៅដើម្បីទិញរបស់បានអញ្ចឹងអ្នកគ្នា/មក SHOP ហើយតមកចុច enter ប៉ក់មកអញ្ចឹងនេះគឺជាកន្លែងដែលយើងទិញរបស់អញ្ចឹងទៅអញ្ចឹងកន្លែងនេះគេមានលក់ប្លុកដើម្បីយកទៅបៀផ្ទះកន្លែងនេះគេមានលក់អេឡិចត្រាមានលក់អីចឹងទៅដល់ពេលកន្លែងនេះវិញគឺគេមានលក់place rod មានអីចឹងទៅម្ដងនេះគេមានលក់totem crystal ទុកយើងយកទៅ PVP អីចឹងទៅហើយពីនេះក៏ដូចគ្នាដែរចឹងអ្នកគ្នាអាចចូលមកមើលបានហើយការទិញគឺយើងត្រូវការលុយដើម្បីយកទៅទិញវាចឹងគ្រាន់តែមានលុយគឺយើងអាចទិញបានហើយបន្តមកយើងចូលមកដល់ comment ទី4គឺ /a អញ្ចឹង /a នេះក៏វាស្តៀង /shop ដែរប៉ុន្តែគ្រាន់តែថាកន្លែង a នេះគឺជាកន្លែងដែល player លក់របស់អញ្ចឹងរបស់អីដែល player លក់គឺយើងអាចទិញនៅក្នុង a ហ្នឹងបានអញ្ចឹងអ្នកគ្នា/a មក AX ប៉ក់មកអញ្ចឹងនេះគឺជា item ដែល player លក់ឧទាហរណ៍ថាមានដាវ netherite នេះមួយគឺមាន enchant ច្រើនខ្លាំងមែនតើហើយគេលក់តម្លៃប៉ុណ្នេះអញ្ចឹងទៅហើយបើសិនជាអ្នកគ្នាចង់ទិញអ្នកគ្នាមានលុយអ្នកគ្នាទិញទៅហើយរបស់ដែលយើងបានទិញគឺវានៅក្នុង chest មួយនេះអញ្ចឹងអ្នកគ្នាចុចមកគឺវានៅក្នុង chest មួយហ្នឹងតែខ្ញុំអត់បានទិញអីទេអញ្ចឹងឥឡូវយើងចូលមកដល់ comment ទី5គឺជា last comment អញ្ចឹង comment នេះផងដែរគឺ /RTP អញ្ចឹងអ្នកគ្នាគ្រាន់តែវាយតាមខ្ញុំមក/មកបន្ទាប់មកដាក់ RTP អញ្ចឹងអ្នកគ្នាចុចមកហើយវានឹងចេញបែបនេះអញ្ចឹងអ្នកគ្នាចង់ទៅ over អ្នកគ្នាចុចដីនេះអ្នកគ្នាចង់ទៅ nether អ្នកគ្នាចុចដីនេះហើយបើសិនជាអ្នកគ្នាចង់ទៅ the end អ្នកគ្នាចុចដីនេះហើយនៅពេលដែលអ្នកគ្នាចុចហើយគឺវានឹងនាំអ្នកគ្នាទៅកន្លែងណាមួយដែលអ្នកគ្នាអាចទៅធ្វើផ្ទះឬមួយក៏អាចទៅ explore នៅក្នុង world របស់ Master Ego នេះបានឬមួយក៏អ្នកគ្នាមក spawn ហើយអ្នកគ្នាដើរមកកណ្ដាលមករកកន្លែងអាពាក់ជ្រូកនេះមកគឺវាមានឈ្មោះថា random teleport ហើយបន្តមកអ្នកគ្នាចុចទៅលើអាពាក់ជ្រូកនឹងមកប៉ក់មកអញ្ចឹងក៏វាចេញចេះដូចគ្នាដែរហើយអ្នកគ្នាចុចទៅឥឡូវឧទាហរណ៍ថាខ្ញុំចុចនៅកន្លែង overworld RTP ខ្ញុំចុចមកហើយខ្ញុំចាំ5 second អញ្ចឹងវានឹងនាំយើងមកដល់កន្លែងណាមួយហើយអ្នកគ្នាអាចទៅ explore អាចទៅរកកន្លែងធ្វើផ្ទះធ្វើអីបានហើយអញ្ចឹង comment ទាំង5គឺមានតែប៉ុណ្្នឹងទេហើយវីដេអូរបស់យើងក៏ឈានដល់ទីបញ្ចប់ផងដែរអូខេអញ្ចឹង bye bye and see you the next video